សេចក្តីផ្ដើមនៃសៀវភៅរៀនពីហ៊ុនសែនដើម្បីជោគជ័យនេះខ្ញុំសម្រាំងដកស្រង់ចំនួន25មេរៀនពីជីវិតសម្ដេចហ៊ុនសែនតាំងពីកុមារភាពការតស៊ូក្នុងសមរភូមិនិងការឈានឡើងក្នុងតំណែងនយោបាយរហូតមកដល់បច្ចុប្បន្នតែភាគច្រើនផ្ដោតលើអតីតកាលរបស់លោកដែលជាមូលដ្ឋានគ្រឹះសម្រាប់យុវជននិងអ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយទៀតក្នុងសៀវភៅនេះមិនមានបែងចែកជាចម្ពោះច្រើននោះទេគ្រាន់តែចែកជាសេចក្តីផ្ដើមខ្លឹមសារមេរៀននិងចុងក្រោយសេចក្តីសន្និដ្ឋានទាំង25មេរៀននេះក្នុងមេរៀននីមួយៗខ្ញុំចែកជាពីរផ្នែកទី1និយាយអំពីករណីសិក្សាសម្ដេចហ៊ុនសែនឲ្យស្របតាមចំណងជើងមេរៀនដែលខ្ញុំដាក់ក្នុងផ្នែកនេះយើងគ្រាន់តែដកស្រង់ករណីសិក្សា1ឬ2មកសំអាងប៉ុណ្ណោះក្នុងចំណោមករណីជាច្រើននៃជីវិតពិតរបស់លោកចំណែកផ្នែកទី2និយាយអំពីទស្សនៈសិក្សាបានន័យថាទី1ទាញចេញពីករណីជាក់ស្ដែងរបស់សម្ដេចហ៊ុនសែននាំឲ្យយើងអាចសំយោគចេញជាគំនិតសម្រាប់សិក្សាអភិវឌ្ឍស្មារតីនិងអភិវឌ្ឍខ្លួនធ្វើជាលំអានឬមេរៀនឆ្ពោះទៅកាន់ភាពជោគជ័យជាពិសេសរៀនអំពីអតីតកាលរបស់លោកដែលជាមូលដ្ឋានគ្រឹះនាំឲ្យលោកក្លាយជាកំពូលមនុស្សជោគជ័យរហូតដល់បច្ចុប្បន្នក្រៅពីនេះមានដកស្រង់ទស្សនៈរបស់ឥស្សរជនផ្សេងៗដែលពាក់ព័ន្ធនឹងមេរៀនណាមួយបូកផ្សារភ្ជាប់ក្នុងនោះទ្រឹស្ដីមួយចំនួនទៀតដកស្រង់ពីការអានការមើលការស្ដាប់ការស្រាវជ្រាវតាមមធ្យោបាយផ្សេងៗច្របាច់បូកបញ្ចូលជាមួយបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកនិពន្ធរៀបរៀងដូច្នេះសូមប្រិយមិត្តអញ្ជើញស្ដាប់ប្រកបដោយបញ្ញាដូចតទៅ